Rolls-Royce គឺជាម៉ាកយីហោក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតនិងល្បីល្បាញក្នុងមួយពិភពលោកដោយបញ្ចូលនូវបទពិសោធន៍ដ៏ល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់ហើយរថយន្តដែលផលិតដោយក្រុមហ៊ុននេះទៀតសោតគឺមិនមានរថយន្តលំដាប់ថវិកានោះឡើយសម្រាប់រថយន្តនេះគឺមិនមានតម្លៃជាក់លាក់ណាមួយត្រូវបានកំណត់នោះទេតម្លៃគឺអាស្រ័យទៅលើគ្រឿងបំពាក់នៅលើឡានទាំងមូលតាមតម្រូវការអតិថិជននីមួយៗហើយពួកគេអាចស្នើឲ្យក្រុមហ៊ុនកែតម្រូវនៅផ្នែកផ្សេងៗនៃឡានតាមតម្រូវការរបស់ពួកគេចង់បានដោយគ្មានដែនកំណត់នៅពេលទទួលបានការកម្មង់ពីអតិថិជនក្រុមការងារនឹងបូកសរុបចំនួនទឹកប្រាក់ទៅតាមបរិមាណនៃគ្រឿងដែលនឹងដំឡើងនោះសម្រាប់តម្លៃមូលដ្ឋានដែលត្រូវបានបូកបញ្ចូលមុនគេគឺពណ៌នៃឡានក្រុមហ៊ុនមានជម្រើសពណ៌រហូតដល់ 44,000 នៃពណ៌សម្រាប់អតិថិជនដែលពណ៌នីមួយៗអាចតំណាងឲ្យជាវត្ថុឬរបស់របរដែលជាចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ដូចជាពណ៌ក្រែមលាបមាត់ពណ៌ផ្ទះពណ៌សត្វចិញ្ចឹមជាដើមលើពីនេះទៅទៀតអ្វីដែលពិសេសនោះគឺអតិថិជនអាចយក DNA របស់សត្វដែលពួកគេស្រឡាញ់មកដាក់ធ្វើជាពណ៌នៃឡានបានទៀតផងចំណែកឯពណ៌ដែលក្រុមហ៊ុនផ្ដល់ឲ្យគឺមានតែមួយគត់សម្រាប់អតិថិជនម្នាក់ហើយពណ៌នៃឡានរបស់គេនឹងត្រូវចុះបញ្ចូលក្នុងបញ្ជីកម្មសិទ្ធិផ្ដាច់មុខប្រសិនបើមានអតិថិជនថ្មីចង់បានពណ៌ដដែលគឺក្រុមហ៊ុនតម្រូវឲ្យបុគ្គលទី2ត្រូវសុំសិទ្ធិអនុញ្ញាតនៃការប្រើប្រាស់ពណ៌ពីម្ចាស់ទី1បើមិនមានការអនុញ្ញាតពីម្ចាស់ដើមគឺក្រុមហ៊ុននឹងមិនផលិតរថយន្តពណ៌នោះឲ្យជាដាច់ខាតឡានមួយគ្រឿងត្រូវបានបាញ់ថ្នាំជា7ស្រទាប់ផ្សេងគ្នាហើយអតិថិជនអាចកម្មង់ការបាញ់ថ្នាំរហូតដល់27ស្រទាប់ដើម្បីឲ្យមានភាពទាក់ទាញអតិថិជនខ្លះបានយកគ្រាប់ពេជ្រចំនួន 1000 គ្រាប់ឲ្យក្រុមហ៊ុនកិនកំទេចនិងបាញ់លាយជាមួយថ្នាំដើម្បីបង្កើតជាចំណាំងពន្លឺដ៏ទាក់ទាញគ្រាន់តែការរចនាបន្ទាត់ត្រង់នៅលើថ្នាំឡានត្រូវបានគូរដោយដៃបរិមម្នាក់គត់គឺលោក McCord ប្រសិនបើអតិថិជនចង់បាននៅការរចនាបន្ថែមនោះលោក McCord នឹងធ្វើដំណើរទៅកាន់ផ្ទះរបស់ពួកគេជុំវិញពិភពលោកដើម្បីរចនាលើឡានទាំងនោះបើយើងក្រឡេកមើលផ្នែកខាងក្នុងនៃឡានគឺបំពាក់ទៅដោយអ៊ីសាឡង់ទប់ស្កាត់សំឡេងរំខានទម្ងន់300ផោនជុំវិញកាប៊ីនរីឯផ្នែកនៃកង់ឡានរចនាឡើងដោយដាំ logo Rolls-Royce បញ្ឈរនិងមិនវិលតាមចលនាកង់ឡាននោះឡើយក្នុងសំបកកង់ភ្ជាប់ជាមួយនឹងហ្វូកដែលអាចទប់ស្កាត់សំឡេងរំខានរហូតដល់9 decibel និងផ្ដល់ផាសុកភាពមិនមានសំឡេងរំខាននៅពេលបើកបរចំណែកឯដំបូលខាងលើរចនាចេញជាផ្កាយតូចៗដែលបង្កើតឡើងដោយពន្លឺរបស់ខ្សែ fiber optic រាប់រយសរសៃតាប់ឡូខាងមុខនិងជុំវិញផ្ទៃខាងក្នុងបំពាក់នៅរចនាបថផ្សេងៗដូចជាផ្កាដែលផ្សំឡើងពីមាសពូជខ្យងឬក៏ 3D printing ទៅតាមតម្រូវការអតិថិជននេះគឺគ្រាន់តែជាការសង្កេតផ្នែកខ្លះៗនៃឡានប៉ុណ្ណោះនៅមានលក្ខណៈពិសេសជាច្រើនទៀតដែលមិនបានរៀបរាប់ជូនដូច្នេះយើងប្រកាសជាឈប់ឆ្ងល់ហើយថាហេតុអ្វីបានជាឡាននេះមានតម្លៃថ្លៃដោយសារតែការផលិតឡានមួយគ្រឿងគឺតម្រូវតាមអតិថិជនម្នាក់ៗប៉ុណ្ណោះហើយឡាននីមួយៗបំពាក់សុទ្ធតែសម្ភារៈប្រណិតនិងមានភាពថ្លៃថ្នូរល្អផ្ដាច់មុខ